វគ្គយើងបတ်តាមអញ្ចឹងដូចវីដេអូដែលខ្ញុំបរៀនវាស់អញ្ចឹងគឺខ្ញុំវាស់បែបហ្នឹងឥឡូវខ្ញុំបកគំរូវាស់ហ្នឹងចេញហើយសម្រាប់ថ្ងៃនេះគឺខ្ញុំបတ်តាមបច្ចេកទេសជាងទូទាំងប្រទេសគឺបែបនេះគឺគេចោះតាមពាក់កណ្ដាលអញ្ចឹងដើម្បីអីដើម្បីនេះស្នុកអញ្ចឹងស្នុកអង្គលអញ្ចឹងតាមដែលតាមស្តង់ដារគឺគេពុះកណ្ដាលអញ្ចឹងឯងដើម្បីនេះស្នុករុញទៅមុខទៅក្រោយទៅលើទៅក្រោមអញ្ចឹងចង់ប្រវល់មិនក៏បានដែរគេវាស់សិនឥឡូវរុញទៅទុយដល់បិទតែរបស់ខ្ញុំបិទតាមអាបច្ចេកទេសហ្នឹងមិនសូវត្រូវហ្មងដោយសារនេះខ្ញុំកាត់នៅសល់អាទៅទុយនេះអញ្ចឹងស្រួលវាទេជាមួយនេះគេវាស់ហើយនេះថតឲ្យដល់ឲ្យជាប់ទេចឹងឥឡូវឧទាហរណ៍ថាយើងយកប៉ុណ្ណឹងណាអញ្ចឹងយើងចាប់ដើមតម្លាក់តែមជាប់ចូលនេះឃើញទេដើមតម្លាក់តែមចូលអញ្ចឹងណាហើយចាំគេចាប់ដើមបិទម្ដងមកជាហៀងនេះដល់ពេលបិទអាហ្នឹងអត់សូវស្ទាត់វិញឥឡូវចឹងឲ្យយល់បច្ចេកទេសស្តង់ដារគឺគេបិទពុះពាក់កណ្ដាលគេបិទម្ដងមកជាហៀងអញ្ចឹងហើយបិទតាមរបស់ខ្ញុំរាល់ដងហ្នឹងអាហ្នឹងគឺបិទបែបលឿនបែបក្បាច់ម៉ែចែកឲ្យន័យថាយើងបើយើងធ្វើមិនបានលឿនគឺយើងធ្វើអញ្ចឹងសល់មកជាហៀងគេបិទមកជាហៀងទៀតហើយអ្វីដែលសំខាន់គឺរោលភ្លើងបើអត់រោលភ្លើងស្មើ0ណាបញ្ជាក់អញ្ចឹងគោលការបិទតែមបើយើងអត់រោលភ្លើងគឺស្មើ0តែមហ្នឹងគឺស្មើ0ហ្មងហើយសម្រាប់សកត់គឺយើងប្រើដៃវិញស្រួលជាងហើយទីទៀតខ្ញុំនឹងតម្លាក់តារីមចូលវិញសាកមើលតើការបិទតែរបស់ខ្ញុំហ្នឹងវាបានត្រឹមត្រូវដោយអ្វីដែលយើងចង់បានដែរអត់រ៉ូលស្មើ0តារ៉ូប៉ុណ្ណេះហើយគឺប៉ុណ្ណឹងអូខេតោះយើងឡ015នេះបើ014គឺយើងដាក់ចំតំណងកដាលហ្នឹងឯងដាក់ចូលវិញដាក់ប៉ុណ្ណឹងឯងបើ014គឺដាក់ទៅប៉ុណ្ណឹងឯងមើល014ចឹងសម្រាប់ការដែលវាមានប្រហោងចឹងអានេះវាមានជើងចឹងយើងអត់អាចដូរទៅដាក់នេះគឺមួយទៅដាក់នេះបានទេគឺយើងត្រូវតែដាក់ចំអាប្រហោងវាហ្នឹងឯងចឹងហើយបានយើងបិទត្រូវការវាស់ឥឡូវមកមើលតើអា Dream នេះស្របជាមួយតែខ្ញុំអត់ស្របអត់ឃើញទេអញ្ចឹងឥទ្ធិពលនៃការវាស់នៅពេលដែលយើងបិទចូលវិញគឺអានេះខ្ញុំថា100%វាដូចពេកទេដាក់តែ99%បានហើយមួយទៀតសម្រាប់អា Dream នេះបញ្ជាក់ម្ដងទៀតតែនេះមានជើងឯងបើអត់មានជើងអញ្ចឹងយើងអាចកែបាននេះកែស្រាវចិត្តយើងមុខក្រោយឲ្យបានអញ្ចឹងតែបើមានជើងគឺយើងត្រូវដាក់តែចំជើងវាអញ្ចឹងអានេះសម្រាប់អា Dream មួយនេះ018 19 20 21គឺខ្ញុំបញ្ជាក់ថាសម្រាប់តែមរបស់ខ្ញុំគឺអត់ស្របជាមួយនឹងអា Dream ហ្នឹងទេណាបើដាក់ទៅគឺបែបនេះអាតែមនោះវាឆេវឡើងលើចេះអញ្ចឹងសម្រាប់តែមខ្ញុំគឺអត់ស្របជាមួយវាទេណាខ្ញុំប្រាប់ឲ្យវាទៀតណា18 19 20 21គឺតែខ្ញុំអត់ស្របជាមួយអា Dream ហ្នឹងទេគឺឆេវតែបើ17ចុះក្រោមដាក់ទៅគឺស្រប17ដល់09គឺស្របណាគឺស្របគឺបែបហ្នឹងហើយបានទេ